មានគាត់ថាអង្គការសហជីវជាតិហើយនឹងឋានទូតអមេរិកដែលប្រចាំនៅអង្គការសហជីវជាតិនឹងធ្វើជំរាបទៅរដ្ឋាភិបាលសែនដើម្បីដោះស្រាយឲ្យប្រជាជនបងប្អូនខ្មែរយើងដែលទទួលរងគ្រោះដោយអំពើព្រៃផ្សៃបាញ់សម្លាប់ហើយនឹងឲ្យរបួសជាច្រើនអ្នកដែលហើយនឹងខាងខ្លួនបាទហើយខ្ញុំម្នាក់ទៀតក្នុងលោកខ្ញុំចាំផ្លែមានបងស្រីណាអត់មកអាចនិយាយមួយម៉ាត់បាទនិយាយទីបាទមកស្រីអ្នកស្រីឈ្មោះអីដែរបាទខ្ញុំមកពីរដ្ឋណាដែរមកពីរដ្ឋណាអាស៊ីម៉ាសាហើយអ្នកស្រីមកធ្វើបាតកម្មថ្ងៃនេះសង្ឃឹមថាតើអង្គការសហជីវជាតិនឹងអាចមានដំណោះស្រាយឲ្យបាតកម្មរបស់អ្នកស្រីដែរទេចាខ្ញុំមានសង្ឃឹមច្រើនព្រោះឥឡូវប្រជាជនដែលរស់នៅស្រុកដៅទាំងប្រមាណគ្រប់ផ្នែកខាងអឺរ៉ុបខាងអាមេរិកខាងខ្មែរនេះរាប់មានភាសាបរទេសដើម្បីទៅផ្ដល់ដល់ ICC ពីលោករដ្ឋាភិបាលហ៊ុនសែនធ្វើអ្វីចំពោះដូចគេថាលោកមើលគុណខ្មែរដែលថាកម្មករដែលថាដើម្បីចង់បានប្រាក់ខែតែ$160ក្នុងមួយខែនេះចាដូច្នេះពួកយើងឥឡូវដូចជាថ្ងៃនេះចឹងតិចនៅញូវយ៉កក៏មានស្នូលច្រើនមែនហើយក៏ប៉ុន្តែពួកយើងអត់មានតិចអត់មានអីសោះគឺថាខ្លួនចិត្តយើងមានការតែតស៊ូហើយក៏មានកម្លាំងចិត្តហើយវិញទៅជួយតែចាស់គាត់អត់ចិត្តគាត់ជួយឆ្អើតហើយគាត់សប្បាយចិត្តដែរដែលបានជួបជុំគ្នាហើយបងប្អូនយើងក្នុងនេះទាំងអស់គ្នាគឺឲ្យគាត់តស៊ូជួយប្រជាពលរដ្ឋកម្ពុជាអត់ទឹកនេះខ្មែរទាំងអស់ខ្មែរឬក៏ខ្មែរបានសូមមេត្តាតាមបានសូមអ្នកតស៊ូឡើងចាស់បងប្អូនហើយសូមចង់ចាត់លើការគេធ្វើទៅរឿងមិនឲ្យសូមតស៊ូអត់គាត់ចាបាទហើយនៅក្បែរខ្ញុំម្នាក់ទៀតអត់ទេនិយាយឡើងទៅហើយខ្ញុំចានិយាយដែរបាទមកពីរដ្ឋណាដែរពីសូតាចាត់គ្នាមានទាំងអស់អូខ្ញុំទៅរកម្នាក់ទៀតទៅកាណាបាទហើយតើអ្នកស្រីចង់បានអីសម្រាប់ការធ្វើបាតកម្មថ្ងៃនេះបាទថ្ងៃនេះគឺខ្ញុំមានស្រីសុខស្ដាយនឹងឃើញកម្មករទាំងប៉ុន្មានដែលលោកហ៊ុនសែនបានជាឲ្យគាត់ធ្វើឬមិនសម្រាប់គាត់បាទខ្ញុំមានសង្ឃឹមសម្រាប់សង្ឃឹមបាទសូមអរគុណលឺច្បាស់ហើយមិនលឺច្បាស់ហើយអូខេ very good ឥឡូវឯងឲ្យមានអីមួយគេកំពុងកំពុងស្អាតណា